អ្នកដែលប្រឡែងមិនបានចានិយាយរួមគឺអ្នកប្រើប្រាស់ច្បាប់ចក្រវាលច្បាប់នៃការស្រូបទាញចាសំខាន់បំផុតប្រឡែងឲ្យបានចាអ្នកដែលប្រឡែងមិនបានគឺអ្នកដែលមិនជឿទុកចិត្តលើចក្រវាល100%នៅពេលដែលយើងជឿជាក់លើចក្រវាល100%ទើបបងប្អូនអាចប្រឡែងបានហើយរឿងដែលប្រឡែងមិនបានខ្លាំងបំផុតគឺរឿងលុយចាមនុស្សស្ទើរតែ90%គឺគាត់ប្រើអារម្មណ៍ខ្វះខាតក្នុងការប្រើប្រាស់លុយចាគឺគាត់ប្រឡែងអត់បានទេបងប្អូនអ្នកគ្នាចាអញ្ចឹងបើសិនជាបងប្អូនមានអារម្មណ៍ខ្វះខាតចាយើងត្រូវតែប្រើអារម្មណ៍ស្តុកស្តម្ភហើយយើងជឿទុកចិត្តទៅលើចក្រវាល100%នៅពេលដែលយើងគ្មានជំនឿលើចក្រវាលបងប្អូនត្រូវតែបណ្ដុះជំនឿដាក់ដៃនៅលើបេះដូងបែបនេះបងប្អូនប្រាប់ថាខ្ញុំស្រឡាញ់ខ្លួនឯងស្រឡាញ់ចក្រវាលខ្ញុំស្រឡាញ់ខ្លួនឯងស្រឡាញ់ចក្រវាលខ្ញុំស្រឡាញ់ចក្រវាលខ្ញុំមានជំនឿលើចក្រវាល100%អ្នកជាចក្រវាលជាអ្នកនៅពេលដែលយើងជឿជាក់លើខ្លួនឯងស្មើនឹងជឿជាក់លើចក្រវាលនៅពេលដែលយើងស្រឡាញ់ខ្លួនឯងស្មើនឹងយើងស្រឡាញ់ចក្រវាលចាអញ្ចឹងបងប្អូនខ្លះក៏ថាចេះតែចក្រវាលជាធម៌ពលអ្វីបងប្អូនឃើញប្រព័ន្ធ Wi-Fi ទេបងប្អូនអាចមើលឃើញទេតែបងប្អូនគ្រាន់តែដាក់ឲ្យបងប្អូនអាចទេឆ្លងប្រទេសបានចានេះហើយគេហៅថាធម៌ពលនៃចក្រវាលចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ថាគាត់អត់ដឹងថាប្រឡែងបែបណាគាត់ដឹងថាដឹងគុណបែបណាស្រឡាញ់បែបណាស្រឡាញ់ខ្លួនឯងបែបណាបងប្អូនចូលរៀននៅក្នុងខ9ថ្ងៃលាងទឹកខ្មៅរបស់ម៉ាដាមសិទ្ធិកាបានខ្ញុំបើកដូចជាខ្ញុំនិយាយចឹងខ្ញុំមិនបានកំណត់តម្លៃទេតែខ្ញុំឲ្យបងប្អូនចូលរួមទៅតាមសទ្ធាជ្រះថ្លាដែលបងប្អូនអាចចូលរួមបានចាយកមកសាងបុណ្យជាមួយនឹងម៉ាដាមសិទ្ធិកាដូចគ្នាណាបងប្អូនអ្នកគ្នាព្រោះអីផ្លូវចិត្តគឺសំខាន់ណាបងប្អូនអ្នកគ្នាត្រូវតែដោះផ្លូវចិត្តរបស់ខ្លួនឯងចាអញ្ចឹងសួរថាខ្ញុំពីមុនខ្ញុំមានជំនឿអត់ខ្ញុំអាចប្រឡែងបានអត់ចាខ្ញុំអត់អាចដូចគ្នាក៏ប៉ុន្តែនៅពេលដែលខ្ញុំហ្វឹកហាត់វារយខ្ញុំធ្វើវាទៅរយខ្ញុំក៏ធ្វើបានចាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំប្រឡែងលឿនហើយខ្ញុំបដូរអារម្មណ៍ក៏លឿនខ្ញុំទទួលបានអភិនិហាបែបនៃជីវិតរបស់ខ្ញុំចាអញ្ចឹងចង់ដឹងកាន់តែច្បាស់បងប្អូនត្រូវតែចូលរៀននៅក្នុងខុសមួយនេះបានណាបងប្អូនអ្នកគ្នាដើម្បីយើងដឹកនាំជីវិតរបស់ខ្លួនឯងដើរទៅលើផ្លូវត្រូវយើងបានខាតពេលវេលារយៈពេល20ឆ្នាំហើយ30ឆ្នាំហើយ40ឆ្នាំហើយតើបងប្អូនចង់បន្តនៅខាតពេលដែរទៀតឬក៏អត់បើសិនជាបងប្អូនដឹងផ្លូវមួយនេះបើខ្ញុំប្រាប់ថាគ្រប់យ៉ាងទាំងអស់ដែលចូលមកក្នុងជីវិតរបស់បងប្អូនអ្នកគ្នាវាកើតមកពីការគិតរបស់បងប្អូនអ្នកគ្នាដែលយើងអត់ដឹងពីមុនមកចាចុះថ្ងៃនេះបើសិនជាយើងដឹងហើយចូលគិតវិជ្ជមានចំពោះខ្លួនឯងចូលគិតវិជ្ជមានចំពោះអ្នកដទៃចូលនិយាយវិជ្ជមានចំពោះអ្នកដទៃនិងខ្លួនឯងនោះបងប្អូននឹងឃើញថាឆាកជីវិតរបស់បងប្អូនអ្នកគ្នាចេះតែជួបរឿងល្អចូលមកកាន់ជីវិតយ៉ាងពិតប្រាកដចាអូខេដោយក្តីស្រឡាញ់និងបំណងល្អពីម៉ាដាមសិទ្ធិកាជម្រាបលាបាយបាយ I love you